ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះជួបខ្ញុំជាមួយខ្ញុំបាទនីសម័យទៀតហើយបងប្អូនបាទថ្ងៃនេះខគូបាទយើងមុននឹងទៅខគូយើងដាំទឹកក្តៅឲ្យវាពុះយើងលាងសាច់ឲ្យស្អាតបងប្អូនយើងស្ទោះសាច់គូទៅស្រោះចោលទៅបងប្អូនយើងស្រោះវាមកពុះពីពុះទៅវាអស់ក្លិនឆ្អាបអស់ក្លិនហ្នឹងហើយទៅបងប្អូនចាំយើងទៅយកមកធ្វើបាទឥឡូវយើងចាប់ដាក់សាច់ស្រោះចោលហើយយើងមកធ្វើគ្រឿងបងប្អូនអ្នកគ្នាបាទឥឡូវយើងចាប់ដើមហាន់គល់ចក្រីយើងហាន់បកក្រូចស្លឹកក្រូចសើចមកដេងយើងហាន់វាចរិតស្ដើងបងប្អូនអ្នកគ្នាវាចិត្តតំបកចិត្តអីចោលឲ្យស្អាតបាទកាលណាយើងធ្វើហូបបងប្អូនអើយថ្ងៃនេះថ្ងៃអាទិត្យចុងសប្តាហ៍នៅជួបប្រពន្ធជួបកូនមានស្អីទេមានតែនំប៉័ងខគូមីខគូឲ្យប្រពន្ធកូនហូបបងប្អូនអ្នកគ្នាហ្នឹងហើយឥឡូវយើងចិត្តការ៉ុតចកង់បងប្អូននេះដាក់ឲ្យវាមានបន្លែមានអីខ្លះហ្នឹងទៅបាទឥឡូវយើងហាន់ការ៉ុតហាន់អីហើយយើងលាងការ៉ុតឲ្យស្អាតដាក់ចូលកាចេងអីស្អាតទៅបងប្អូនហើយបាទឥឡូវយើងឈើអែមផ្កាច័ន្ទយើងលាងទឹកអស់ចិត្តដីចិត្តអីហ្នឹងយើងរត់ដាក់ជាមួយអាគល់ចក្រីដីកសាយទាំងបាទឥឡូវយើងសិតខ្មៅបងប្អូនយើងសម្អាតទាំងពីរបីទឹកណាបងប្អូនបានវាអស់ដីអាទឹកខ្មៅហ្នឹងដីច្រើនណាស់បងប្អូនហើយបាទឥឡូវអាសាច់គោដែលយើងស្រោះចោលវាមកពុះយើងស្រង់វាចេញបងប្អូនហើយបាទយើងបើកទឹកចូលកធុនចាក់អាសាច់គោចូលវបាទហើយយើងយកស្អីកត្រងមួយមកដងចេញដុសវាស្អាតលាងពីពីទឹកទៀតទៅបងប្អូនដើម្បីឲ្យវាអស់អែលវាចេញកាក់ខ្លាញ់កាក់អីមកឲ្យវាធំក្លិនគូដើម្បីយើងយកទៅស្លោវារសជាតិវាឆ្ងាញ់អញ្ចឹងបងប្អូនបាទឥឡូវយើងដួសចេញហើយបាទយើងលាងទឹកត្រជាក់ឲ្យវាអស់អែលអីឲ្យស្អាតមកព្រោះយើងធ្វើទៅហូបខ្លួនឯងបងប្អូនយើងមិនធ្វើលក់ដូរយើងធ្វើឲ្យបានមើលបងប្អូនមើលអាកាក់កំអែលវាអញ្ចឹងអាសាច់កតិចដែលយើងកាប់យើងហាន់ទៅវានេះមកវាចេញជាប់បង្ខ្លាញ់ជាប់អីហ្នឹងបងប្អូនចុះយើងស្អាតបាទឥឡូវយើងលាងស្អាតពីទឹកស្អាតហើយយើងសម្អាតដៃយើងបន្តិចឥឡូវយើងចិញ្ច្រាំខ្ទឹមសបងប្អូនអើយដាក់ប៉ាំងប៉ាត់បាទចិញ្ច្រាំខ្ទឹមសហើយយើងរៀបចំឲ្យស្អាតបាទអូចក្រានមកឆ្វោកមួយអាវបន្តិចអាវដៃអាវធំពេកបងប្អូនបាទឥឡូវយើងមូតហើយយើងដាក់ឆ្នាំងចូលបងប្អូនហើយយើងដាក់ឆ្នាំងឲ្យក្តៅបន្តិចមកបាទយើងដាក់ខ្លាញ់មួយជ្រែកយើងដាក់ខ្ទឹមសដែលយើងច្រាមដាក់ចូលបងប្អូនបាទយើងច្រាមខ្ទឹមសដាក់លីងចូលឲ្យវាឈ្ងុយហើយយើងចាប់ផ្ដើមមើលវាក្លិនឈ្ងុយអាខ្ទឹមសវាប្រែពណ៌ហើយហ្នឹងណាយើងចាប់តាមដាក់អាគល់ចក្រីលឹកសៃមកដេងធ្វើអែមផ្កាច័ន្ទជាមួយមិញដាក់លីងវាឲ្យវាឈ្ងុយមកបងប្អូនហើយណាយើងដាក់លីងឲ្យវាឈ្ងុយហ្នឹងមកចាំយើងប្រើអាម្ទេសឆ្អើរដែលយើងកិនហើយទុកកន្លណាបងប្អូនបាទឲ្យវាក្រហមបាទព្រោះខគូត្រូវការក្រហមតែមិនក្រហមទេជូរគ្រឿងឡើយបាទឥឡូវយើងចាក់វាមកនេះដាក់ឲ្យមើលឃើញមើលទៅពណ៌ក៏ឃើញពណ៌ចង់ហូបដែរបងប្អូនបាទអើយនេះប្រពន្ធនាយស្មាច់មកពេញចិត្តស្ដោកទៀតហើយបាទឥឡូវយើងប្រើសាតេបាទហើយខគូយើងប្រើសាតេវាឈ្ងុយបន្តិចបងប្អូនហើយបាទដាក់សាតេវានៅសល់ល្មមនឹងបងមកឈ្ងុយហ្នឹងមកសាតេបាទឥឡូវយើងវាឈ្ងុយគ្រឿងយើងប្រើទឹកស្អ៊ីវបន្តិចមកដើម្បីរកក្លិនទឹកស្អ៊ីវក្លិនបងប្អូនដាក់ចូលមកបាទប្រេងខ្យងបាទយើងដាក់ប្រេងខ្យងចូលយើងដាក់ស្ករសបាទព្រោះខគោះទៅការផ្អែមបន្តិចយើងដាក់ស្ករយើងច្រើនបន្តិចបាទហ្នឹងហើយយើងដាក់រ៉ូឌីចុងក្រោយនេះយើងដាក់អំបិលមកចិបមកបងប្អូនហើយបាទយើងកូរគ្រឿងវាទឹកពេញប៉ោះបងប្អូនបាទយើងអាចបានប្រើពេញប៉ោះស្រស់ទេបាទប្រើទឹកពេញប៉ោះម្ដងបងប្អូនហើយបាទឥឡូវយើងកូរវាឲ្យវាបែកចូលគ្រឿងជាមួយយើងចាក់សាច់ចូលឆម្ដងបងប្អូនហើយមើលពណ៌បងប្អូនហើយមើលពណ៌ស្អាតណាស់បងប្អូនហើយមិនស្អាតតែពណ៌រសជាតិបានណាបងប្អូនមើលរសជាតិបងអើយលើមបាទយើងដាក់ការ៉ុតឯហ្នឹងសាច់ខ្មៅដាក់ចូលកូរមកព្រោះសាច់វាផុយទេបាទយើងប្រើសាច់ផុយព្រោះសាច់ចន្លោះយ៉ាងនេះបងប្អូនវាផុយបាទយើងកូរវាចូលជាតិជាមួយគ្នាអស់មកអូដំណងណាបងប្អូនអើយមានខៀវមានក្រហមមានលឿងបាទយើងទឹកក្តៅយើងដាំយើងចាក់ចូលមកបងប្អូនបាទឆាប់បានពុះហើយវាអត់មានធំក្លិនខ្លាចតែទឹកម៉ាស៊ីនកាលណាយើងដាក់ចូលខ្លាចវាធំក្លិនទឹកម៉ាស៊ីនទៅអញ្ចឹងដាំទឹកក្តៅដាក់ចូលហ្មងបាទឥឡូវដែលយើងដាក់ហើយយើងដើរងើបពេះមើលផ្ទះមើលរបែងបន្តិចដល់មកប្រពន្ធចេញមកឡើយបាទអើយនេះដល់កបើមៀតយើងល្អគ្មានណាល្អដូចខ្ញុំទេស្រុកខ្មែរពុះចូលអូឈ្ងុយណាស់ក្លិនណាបងប្អូនអើយក្លិន
ទៅហើយក្លិនឈ្ងុយឈ្ងប់ល្មមបងប្អូនហើយឥឡូវជិបតិចមើលរសជាតិវាយ៉ាងម៉េចដែរមើលយើងជិបមើលរសជាតិប្រៃសាបផ្អែមយ៉ាងម៉េចយ៉ាដូចនៅស្ទើអីបងប្អូនអើយស្ទើប្រៃតិចហើយហាងថែមអំបិលមកច្រូចទៀតបងប្អូនណាយើងថែមអំបិលថែមអីហើយយើងកូរវាថាថ្មីបែកទៅភ្លុកម្ដងទៀតទៅហាមាត់ជិបបងប្អូនហោះទាស់បងប្អូនមើលហើយយើងធ្វើទឹកម្ទេសឲ្យវាខាបបន្តិចបងប្អូនអើយខាប់តិចទឹកបាញ់ប៉ោះថែមបន្តិចទៀតវាស្ទើហើយនឹងតិចអាគ្រឿងអត់ឆ្ងាញ់ណាបងប្អូនព្រោះអាខគោស៊ីគ្រឿងច្រើនណាអត់តគ្រឿងដិតតិចបានឆ្ងាញ់បងប្អូនហើយបាទឥឡូវវាមើលទៅល្មមដែលយើងត្រូវការយើងចង់បានហើយដែរអើយឈ្ងុយណាស់បងប្អូនអើយបិទគឹបបើយើងចាប់ដើមដួសហើយបងប្អូនណាដាក់មួយចានមុនប្រពន្ធមកនៅក្រោយអាតូនអាក្តៅហ្នឹងហ្នឹងហើយតន់ចិត្តចាំប្រពន្ធហូបក្រោយមាននំប៉័ងមានជីមានអីធម្មតាបងប្អូនអើយមានមកផ្លេណាជីនាងវងមានស្លឹកខ្ទឹមជីវ៉ាន់ស៊ុយដាក់មួយចាននឹងស្មើនឹងហាងមកដូរទេបងប្អូនកាយ5កាយ4ទៀតដូរហូបជាបស្មាច់អត់ដូរទេដំណងណាបងប្អូនអើយមើលតោះមាត់បងប្អូនអើយងាញ់ណាស់បងប្អូនហើយដាក់នំប៉័ងដាក់អីទៀតមើលទៅដូចហាងហ្នឹងបងប្អូនជិបបងប្អូនហើយអូយមើលមាត់ដល់ខ្ញុំចង់ប្រាប់បងប្អូនថាជាតិណាស់បងប្អូនអូយជាតិម៉ែអាជាតិឆ្ងាញ់ណាស់បងប្អូនបាទជាចុងក្រោយអរគុណច្រើនបងប្អូនដល់គ្នាបើពេញចិត្តខ្ញុំបាទធ្វើម្ហូបជូនបងប្អូនកំសាន្តបងប្អូនពេញចិត្តជួយប៉ូឡូជួយ share page របស់ខ្ញុំបាទផងសូមអរគុណបាយ